ខេត្តកំពង់ឆ្នាំងឯនោះវិញគឺវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងដែលហៅកាត់ថា PIKCHH ក្រោមអាវ៉ាតរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននឹងកំពុងផ្ដល់ចាអាហារូបករណ៍ចំនួន1415កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យតាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដែលហៅថា TVET ចា 1.5M របស់រាជរដ្ឋាភិបាលជំនាញបណ្ដុះបណ្ដាលទាំង13មុខចាអាហារូបករណ៍នេះគឺផ្ដោតទៅលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសខ្លីៗនិងមានតម្រូវការទីផ្សារខ្ពស់ចាមានដូចជាសេវាកម្មកុំព្យូទ័រការរចនាក្រាហ្វិកដោយកុំព្យូទ័រការដំឡើងនិងអនុវត្តបច្ចេកវិទ្យា Digital ការថែទាំនិងជួសជុលរថយន្តការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្តការថែទាំនិងជួសជុលអគ្គិសនីរថយន្តហើយមានការដំឡើងចាបណ្ដាញអគ្គិសនីក្នុងអាគារការថែទាំនិងជួសជុលម៉ូទ័រអគ្គិសនីការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាពមានសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចាសេវាកម្មសម្អាតកាយចាការថែទាំចាមានជួសជុលម៉ាស៊ីនធុនតូចការកែច្នៃបន្លែនិងផ្លែឈើជាដើមចាអញ្ចឹងមានសេវាកម្មខាងសម្អាងកាយបានន័យថាដូចជាសម្អាងការជាដើមសិស្សនិស្សិតដែលទទួលអាហារូបករណ៍នេះគឺនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនចាបងប្អូនគឺរៀនឥតគិតថ្លៃបានន័យថារៀនដោយឥតបង់ថ្លៃ 100% ទទួលបានការប្រឹក្សាយោបល់ក្នុងការជ្រើសរើសជំនាញនិងព័ត៌មានទីផ្សារការងារមានកន្លែងចុះកម្មសិក្សាផ្ទាល់នៅតាមសហគ្រាសនិងក្រុមហ៊ុនដៃគូទទួលបានសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈមួយចារួមទាំងឱកាសបន្តការសិក្សាកម្រិតខ្ពស់បន្ថែមទៀតហើយក៏ចាទទួលបាននៅប្រាក់ឧបត្ថម្ភ1,120,000 រៀលក្នុងមួយវគ្គសម្រាប់អ្នកដែលមានបានសម្បត្តិចាក្រីក្រ1ក្រីក្រ2ឬក៏គ្រួសារដែលងាយរងនៅហានិភ័យដែលមានសុពលភាពវគ្គសិក្សាថ្មីគឺចាប់ផ្ដើមទទួលពាក្យចាចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះទៅហើយទីតាំងគឺបងប្អូនអាចទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងដែលស្ថិតនៅក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងហើយចំពោះលេខទូរស័ព្ទតាក់ទងចាមានលេខ012ចា47 43 41ឬក៏015 84 04 20គុត010 54 61 77និង097 26 95 713ចាគួរបញ្ជាក់ផងដែរថាកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចាមានចំនួនប្រមាណ 1,500,000 នាក់ចាត្រូវបានព្រួយផ្ដើមដោយសម្ដេចចាតេជោហ៊ុនសែនកាលពីឆ្នាំ2023និងបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចថបរីហ៊ុនម៉ាណែតចានាថ្ងៃទី14វិច្ឆិកាឆ្នាំ2023កន្លងទៅនេះអញ្ចឹងសម្រាប់ខេត្តកំពង់ឆ្នាំងចាវិទ្យាស្ថានពហុបច្ចេកទេសខេត្តគឺនឹងផ្ដល់អាហារូបករណ៍ចំនួន1415កន្លែងទៅដល់បងប្អូនប្រជាពលរដ្ឋឬក៏យុវជនដែលមកពីគ្រួសារក្រីក្រចាមិនមានលទ្ធភាពនៅក្នុងការសិក្សាបន្តអញ្ចឹងបងប្អូនអាចចាចុះឈ្មោះនិងទទួលបានការសិក្សាទៅតាមផ្នែកតាមជំនាញដែលបងប្អូនចង់បានចា